អូហូយអ៊ំស្រីស្អីលោកគ្រីតនេះគឺនាងអយដែលជាអ្នកបិទទ្វារបើកទ្វារឲ្យលោកគ្រីតនោះអីខ្ញុំទៅផងចុះដែលយកច្រឡំឃើញស្លៀកពាក់អញ្ចឹងទើបខ្ញុំមើលមិនស្គាល់គិតថាជាម៉ាក់របស់លោកពប៉ង់អូយហេតុអីទៅខ្ញុំមិនស្អាតមែនទេស្អាតតាប៉ុន្តែមើលមិនស្គាល់បាញ់ចឹងគ្រាន់បើបន្តិចបងគ្រីតាគឺថាខ្ញុំនឹកអើយនឹកអីម្លេះទេសុំអោបមួយខ្ញុំអោបមួយនឹកណាស់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 បាទល្អតាល្អដាក់សុំជើងចូលបាទសុំជើងចាប់ខ្ញុំរត់ទៅចិត្តឲ្យញ៉ាំអូយជំរាបសួរចាជំរាបសួរលោកប្រុសលោកស្រីកំពុងត្រៀមចំខ្លួនសូមចេញលោកគ្រីតអង្គុយចាំសិនបាទនេះនាងអយនាំលោកគ្រីតទៅអង្គុយទៅអើយមិនកើតទេអ៊ំខ្ញុំនាំលោកគ្រីតទៅមើលរូបថតនៃនាងផែតសិនដើម្បីឲ្យដឹងថាខ្ញុំនិងអ្នកនាងផែតមុខស្តៀងគ្នាប៉ុណ្ណាអ៊ំយករូបថតនៃនាងទៅណាគឺវាប្រឡាក់ដីឃើញទេយើងយកទៅជូតអូយប្រឡាក់ដីស្អីទៅខ្ញុំទៅជូតម្សិលមិញតើគឺវាសម្បូរធូលីទៅវាប្រឡាក់ណែនាំលោកគ្រីតទៅអង្គុយទៅឈរយូរហើយណាទៅជប់សិនអ៊ំស្រីគឺខ្ញុំស្គាល់លោកពប៉ង់តាំងពីរៀបការជាមួយដាហើយនេះជាលើកទី1ហើយដែលខ្ញុំចូលមកផ្ទះនេះខ្ញុំមិនដែលឃើញមុននាងផែនជាកូនស្រីលោកពប៉ង់មុខមាត់យ៉ាងម៉េចទេខ្ញុំសូមមើលរូបនាងផែនបន្តិចបានទេអើម្នេះយកទៅនេះប្រឡាក់ដីយកទៅធ្វើអីអូយស្អាតហើយនេះយកទៅអេកុំយកទៅអីអ៊ំខ្ញុំជូតនេះអ៊ំនេះយកទៅកុំណាកុំនេះកុំស្អីគេអ៊ំនេះអូគ្រីតអូនឯងមកសុំអោបមួយណាជំរាបសួរលោកប៉ងជាមួយប៉ានេះណាមិនដែលអោបបែបនេះទេណាគេយូរជួបគ្នាម្ដងគេនឹកជារឿងធម្មតាទេគេខ្ញុំនឹកដល់ទៅគ្រីតណាពូក៏នឹកអូនឯងដូចគ្នាដែរនៅទីនេះក្តៅណាស់ទៅជជែកគ្នាក្នុងបន្ទប់ទៅបានចាំខ្ញុំនាំទេកុំឲ្យពូគ្រីតវងវិញល្អណាស់តោះនាំពូទៅលោកគ្រីតអូយលោកគ្រីតស្ដាយដល់ហើយអត់បានមើលរូបអ្នកនាងផែតអូយនេះឆាប់ទៅយកទឹកទៅឲ្យលោកគ្រីតទៅក៏បានដែរតែគួរឲ្យស្ដាយអត់អស់ចិត្តសោះអ៊ំវ៉ានខ្ញុំនៅខាងនេះខ្ញុំនៅខាងនេះអូយយ៉ាងម៉េចដែរសំណាងល្អមែនទែនដែលអ្នកនាងមកផ្ទះបើមិនអញ្ចឹងអ៊ំមិនដឹងទេថាអ្នកទាំងពីរស្គាល់គ្នានោះមិនអញ្ចឹងទេពេលនេះលោកគ្រីតនឹងដឹងថាអ្នកនាងគឺជាកូនរបស់លោកប្រុសអូយមិនបានចៃដន្យទេគឺខ្ញុំតាមពីក្រៅលោកគ្រីតមកចុះតាមគេមកធ្វើស្អីទៅគឺតាមមើលហ្នឹងណាថាគេណាត់នាងវីរតានៅកន្លែងណាមិនស្មានទេថានាងវីរតានេះហ៊ាននាំសហាយរបស់គេមកញ៉ាំបាយដល់ផ្ទះយ៉ាងនេះអូយសាហាយគឺ DJ ហ្វាន់គ្រីតនេះណាដែលផ្សំគំនិតនឹងនាងវីរតាបោកប្រាស់លោកប៉ែអូយលោកគ្រីតនិងលោកស្រីដារាប់អានគ្នាជាមិត្តយូរហើយពួកគេស្និទ្ធស្នាលនឹងគ្នាតែពួកគេគ្មានអ្វីជ្រៅជ្រោះដូចជាអ្នកនាងគិតនោះទេអ
អំបានមិនជឿខ្ញុំតែមែនទេខ្ញុំបានឃើញពេញនឹងភ្នែករបស់ខ្ញុំថាគេនេះអោបគ្នាប៉ុណ្ណឹងនៅមិនជ្រុលជ្រួលទៀតទេអំបានមិនជឿខ្ញុំក៏មិនអីដែរអាកំបាំងគឺគ្មាននៅលើโลกនេះទេថ្ងៃណាមួយខ្ញុំនឹងធ្វើឲ្យប៉ាហើយនៅអំបានជឿខ្ញុំឲ្យបានថាអ្វីដែលខ្ញុំនិយាយគឺជាការពិតអេអ្នកនាងតាពួកនាងគិតយ៉ាងម៉េចដែរគ្មានអីប៉ុន្តែលោកប្រធានរោងចក្រផ្សេងទៀតណាគេចាស់ផ្ដើមដំឡើងប្រាក់ខែឲ្យកម្មការិនីអស់ហើយមិនដំឡើងប្រាក់ខែឲ្យទេហ៎ប៉ុន្តែរោងចក្រក្បែរនេះគេដំឡើងអស់ហើយបើយើងមិនដំឡើងឲ្យទេពួកគេមិនពេញចិត្តទេឲ្យបិទព័ត៌មាននេះហ៎បានខ្ញុំនឹងធ្វើតាមបញ្ជាលោកប្រធានលោកប្រធានរងទៅចាអូយអីគេចេះមិនកំឡុងប្រាក់ខែឲ្យមិនហើយមួយពួកយើងមិនព្រមទេឈប់ដើរអីហើយបានមិនចង់ដើរទេឈប់ទេយើងមកជាសុំឈប់យើងក៏សុំឈប់ដូចគ្នាយើងដែរលើកមុនមិនចេញថ្លៃពេទ្យឲ្យយើងតែលើកនេះមិនព្រមឡើងប្រាក់ខែឲ្យយើងទៀតខ្ញុំទ្រាំធ្វើការឲ្យថៅកែអាត្មានិយមបែបនេះទៀតមិនបានទេពួកនាងទៅសុំឡើងប្រាក់ខែពីលោកប្រធាននេះក៏មិនព្រមឡើងឲ្យមែនទេបើសិនជាយើងសុំណាលោកប្រធានមិនព្រមឡើងឲ្យនោះយើងមិនថាអីទេតែនេះរោងចក្រផ្សេងគេឡើងអស់ហើយមានតែរោងចក្រយើងប៉ុណ្ណោះដែលមិនព្រមឡើងឲ្យនោះមែនហើយឮថាបិទព័ត៌មានមិនឲ្យពួកយើងដឹងទៀតបែបនេះរំលោភកម្លាំងពលកម្មយើងច្បាស់ណាស់បើអញ្ចឹងខ្ញុំក៏សុំឈប់ដែរមែនហើយទៅធ្វើការកន្លែងផ្សេងល្អជាងមែនហើយតែនេះការងារប្រញាប់ណាស់បើពួកនាងលេឈប់រោងចក្រក៏នឹងខ្វះមនុស្សចាប់ទៅចាក់សិនទៅណាកុំឲ្យលេឈប់អីចាំខ្ញុំទៅសួរលោកប្រធានដោយផ្ទាល់អេផ្លាធូអើយពិតមែនទេគេឡើងប្រាក់ខែឲ្យមែនទេសប្តាហ៍ថ្ងៃនេះខ្ញុំឲ្យប្រាក់ខែតាមស្តង់ដារហើយនៅនាងណេតផ្លាធូតែឲ្យខ្ញុំដំឡើងប្រាក់ខែស្អីទៀតទៅហ៎កុំលាក់បាំងនៅនាងខ្ញុំអីណានាងខ្ញុំលើមកថារោងចក្រនៅក្បែរនេះគេឡើងប្រាក់ខែឲ្យអស់ហើយអូនៅវេមិនអាចទៅរួចទេសេដ្ឋកិច្ចធ្លាក់ចុះបែបនេះណាគ្មានថៅកែណាឈួតដំឡើងប្រាក់ខែទេនៅនាងស្ដាប់ច្រឡំហើយតើថានាងខ្ញុំស្ដាប់ព័ត៌មានមកច្រឡំបែបនេះបញ្ជាក់ថាលោកប្រធានមិនដំឡើងប្រាក់ខែឲ្យកម្មការិនីទេមែនទេបើឡើងឲ្យប្រកាសជាបះជើងជាមិនខានទេនៅនាងផ្លាធូណាស់ហើយចុះបើគ្មានកិច្ចការអីទេខ្ញុំបាទសំលាសិនហើយពីព្រោះថាខ្ញុំបាទបានណាត់ភ្ញៀវច្រើនអ្នកណាស់អូប្រឹងប្រែងឡើងណាស់ក្រមុំរោងចក្រពួកយើងមិនប្រមាថគេយកព្រៀបទៀតទេមែនទេមែនហើយខ្ញុំបានចូលទៅសួរលោកប្រធានរួចហើយសុំក៏មិនខ្វះលោកប្រធានប្រាប់ថាសម្បត្តិឡើងឥឡូវនេះកំពុងតែផ្លែចុះពិតជាមិនយល់សោះដូច្នេះគ្មានរោងចក្រណាគេដំណឹងប្រាក់ខែបន្ថែមឲ្យទៀតនោះទេតែគេមិនស្ដាប់ទេបើគេមិនស្គាល់ពីខ្លួនឯងទេមែនហើយ